ជំរាបសួរអ្នកគ្នាស្វាគមន៍មកកាន់ Channel YouTube អាធិការនិង Page អាធិការចឹងក្នុងវីដេអូបន្ទាប់នេះដែរខ្ញុំនឹងបង្រៀនអ្នកគ្នាពីរបៀប download វីដេអូយកពី TikTok មិនឲ្យជាប់ logo ចឹងគឺកម្មវិធីនេះគឺងាយស្រួលទេអ្នកគ្នាហើយអត់ចំណាយលុយអីទេគ្រាន់តែ download យកបានហើយអត់ឲ្យជាប់ logo ទេចឹងវីដេអូមួយនេះចំណេញដល់បងប្អូនដែលរកលុយតាម Facebook ចឹងណា download ពីវីដេអូពី TikTok មករកលុយតាម Facebook ចឹងហើយអត់ដឹងកម្មវិធីអីមុខងារអីដើម្បីកាត់ logo នឹងចឹងចេញចឹងណាកុំឲ្យវាញ៉ាយអីច្រើនអញ្ចឹងអ្នកគ្នាអាចមើលវីដេអូនេះពីដើមដល់ចប់ហើយអនុវត្តតាមខ្ញុំមួយមកធានាថាអ្នកគ្នាចេះ download ហើយអត់ឲ្យជាប់ logo ទេអ្នកគ្នាគឺងាយស្រួលហើយអត់ចំណាយលុយទេអញ្ចឹងអ្នកគ្នាកុំឲ្យនិយាយទៅបែរលើអីច្រើនអញ្ចឹងអ្នកគ្នាអាចមើលវីដេអូនេះពីដើមដល់ចប់ទៅអូខេអញ្ចឹងទៅមើលពីរបៀប download វីដេអូយកពី TikTok មិនឲ្យជាប់ logo របស់អ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងដើម្បី download វីដេអូយកពី TikTok មិនឲ្យជាប់ logo បានអញ្ចឹងយើងត្រូវ download កម្មវិធី Save TikTok មួយដើម្បីយើងមក download គឺងាយទេអ្នកគ្នាវាអត់ងាយច្រើនហើយក៏អត់អស់លុយដែរអញ្ចឹងគ្រាន់តែ download កម្មវិធី Save TikTok មកយើងគាត់ download pass យើងបានវីដេអូហ្នឹងហើយអត់ជាប់ logo ទេអញ្ចឹងតើអ្នកគ្នាកុំឲ្យខាតពេលយូរយើងទៅ download ទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនប្រើ Android យើង download តាម Play Store ហើយបើបងប្អូនប្រើ iOS យើង download តាម App Store មកណាគ្នាអញ្ចឹងខ្ញុំប្រើ iOS iPhone អញ្ចឹងdownload តាម App Store ជួយ App Store មកហើយបន្ទាប់មកអ្នកគ្នាវាយពាក្យតាមខ្ញុំមកវាយពាក្យថា Save TikTok A V E នេះអ្នកគ្នាវាយខ្ញុំវានឹង load ពាក្យ Save TikTok យើងចុចលើហ្នឹងមកតបមកអ្នកគ្នានេះគឺសញ្ញានេះហើយសារខ្ញុំធ្លាប់ download ម្ដងវាចេញអញ្ចឹងណាបើថាអ្នកគ្នា download វាចេញថ្មីអញ្ចឹងអូខេអញ្ចឹងយើង download មកចាំវាបន្តិចអ្នកគ្នាគឺកម្មវិធីហ្នឹងស្រួលមែនទេអ្នកគ្នាគាត់ copy paste បានវីដេអូមកហើយអត់ជាប់ logo ញ៉ាយអីទេសម្រាប់បងប្អូនធ្វើវីដេអូរលួយតាម Facebook អីក៏ download យកមកលេងអីងាយស្រួលមកអញ្ចឹងចុចចូលវាមកអ្នកគ្នាពេលអ្នកគ្នា download ហើយចុចចូលវាមកមើលវាត្រូវភ្ជាប់មុខងារខ្លះតែនឹងស្រួលទេអ្នកគ្នាអត់ចំណាយលុយទេតែហ្នឹងគេកម្មវិធីនឹងចំណាយលុយតែវាយើងបាច់ប្រើចំណាយលុយក៏បានដែរអូខេចាំមើលវាដើរតាមដំណាក់កាលអញ្ចឹងអ្នកគ្នាអូខេទៅពេលអញ្ចឹងយើងចុច allow យើងចុចពី allow ទេអូខេនេះឃើញក្នុងកន្លោមហ្នឹងឯងអញ្ចឹងដើម្បីបានវីដេអូពី TikTok មិនឲ្យជាប់ logo បានអ្នកគ្នាត្រូវយក copy link ពី TikTok ហ្នឹងយកមកផាសហ្នឹងហើយយើងចុចកន្លែងនេះតែហើយយើង download បានហើយអត់ជាប់វីដេអូនេះទេជាប់ logo ទេអញ្ចឹងតើអ្នកគ្នាហើយកម្មវិធីនេះយើងបង្កើតបាន download មកយើងបង្កើតបានអញ្ចឹងយើងទៅចូលកម្មវិធី TikTok យើងហ្នឹងដើម្បីយក link មកផាសកន្លែងហ្នឹងហើយយើង download យកមកហើយអត់ជាប់ logo ទេអញ្ចឹងតើអ្នកគ្នាខ្ញុំនឹងប្រាប់គ្នាអ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងយើងចូល TikTok យើងបិទកម្មវិធីហ្នឹងទៅនេះកម្មវិធីយើងមិញហ្នឹងអញ្ចឹងយើង download បានជោគជ័យហើយឥឡូវយើងទៅយកវីដេអូពី TikTok ទីហោថាអ្នកគ្នាចង់ download កម្មវិធីអីមួយអញ្ចឹងឥឡូវខ្ញុំនឹង download ព្រោះថារឿងនេះមិនមានជាអូខេមើលនេះស្នេហារូបមានខ្ញុំជាមួយនឹងនេះឥឡូវទីហោថាចឹងឧទាហរណ៍នេះវីដេអូមួយនេះដែលអ្នកគេចង់ download ហើយកុំឲ្យជាប់ logo ឥឡូវខ្ញុំ download ធម្មតាខ្ញុំអត់តន់យក link ហ្នឹងទៅ copy paste ហើយខ្ញុំ download ធម្មតាយើងទូទៅអ្នកគ្នាចាំមើលថាវាជាប់ logo អាហ្នឹងយើង download ធម្មតាបញ្ជាក់ថា download ធម្មតាចាំមើលវាជាប់ logo ឥឡូវវាដើរអ្នកគ្នាចាំមើលពេលអានេះយើង download ធម្មតានឹងជាប់ logo ហើយយើងនឹងប្រាប់អ្នកគ្នាពីរបៀបយក link ហ្នឹងទៅផាសក្នុងកម្មវិធីមិញហ្នឹងអត់ឲ្យជាប់ logo អូខេឥឡូវយើងទៅមើលក្នុងរូបថតយើងថាវីដេអូយើង download ហ្នឹងជាប់ logo ហើយនេះអ្នកគ្នាឃើញ
នេះ logo អញ្ចឹងនេះវីដេអូមិញហ្នឹងវីដេអូជាប់ logo មិញហ្នឹងណាឃើញជាប់ logo អាហ្នឹងមានន័យថាអានេះយើង download សាកមើលសិនអ្នកគេក៏ចេះ download ដែរឃើញវាជាប់ logo អញ្ចឹងអាហ្នឹងគាត់ចង់បញ្ជាក់ថាហ្នឹងយើង download ជាប់ logo ខ្ញុំដើម្បីបន្ទាប់នេះទៀតខ្ញុំនឹង download កុំឲ្យជាប់ logo អញ្ចឹងតើអ្នកគ្នាអ្វីដែលអ្នកគេចង់ដឹងគឺកន្លែងហ្នឹងដើម្បីកុំឲ្យជាប់ logo បានអ្នកគ្នាត្រូវមើលកន្លែងនេះដើម្បី download កុំឲ្យជាប់ logo អ្នកគ្នាហើយមើលតាមខ្ញុំមួយមកកាន់តែច្បាស់ហើយកុំខានអ្នកគ្នាមើលមួយមកហើយដើម្បីអាចដូចហ្នឹងហើយភាសាខ្ញុំសើចេញនិយាយទៅជន់តាដែរតែខ្ញុំអ្នកគ្នាយល់ធ្វើតែតាមសញ្ញាខ្ញុំមួយមកអញ្ចឹងបន្ទាប់នេះយើងនឹង download កុំឲ្យជាប់ logo អ្នកគ្នាអញ្ចឹងដើម្បីកុំឲ្យជាប់ download កុំឲ្យជាប់ logo អ្នកគ្នាមើលកន្លែង share នេះឃើញកន្លែង share នេះគ្នាចុចលើនឹងមកបន្ទាប់មកអ្នកគ្នាមើល link នេះអញ្ចឹងយើងទៅយក link ហ្នឹង copy link ហ្នឹងអ្នកគ្នាចម្លងដំណើរឬក៏ copy link យើងចុចលើនឹងមកអូខេអញ្ចឹងពេលចុចលើនឹងហើយយើងត្រឡប់ទៅកម្មវិធីយើង download save TikTok មិញណានេះអ្នកគ្នានេះឃើញ save TikTok ហ្នឹងកម្មវិធីហ្នឹងមិញអញ្ចឹងដើម្បី download កុំឲ្យជាប់ logo បានអ្នកគ្នាទៅយកអា link យើងមិញហ្នឹងយកមកផាសក្នុងកន្លោមហ្នឹងអញ្ចឹងអ្នកគ្នាចុចក្នុងកន្លោមហ្នឹងហើយឆ្កត់វាជាប់បន្ទាប់មកអ្នកគ្នាឃើញផាសហ្នឹងឯងអញ្ចឹងចុចផាសលើហ្នឹងមកពេលនេះចុចផាសលើហ្នឹងហើយអ្នកគ្នាមកមើលកន្លែងនេះ file វីដេអូនេះយើងចុចលើហ្នឹងមកណាតោះមកយើងចុចលើហ្នឹងមកអូខេអញ្ចឹងពេលគ្នាចុចដល់នឹងហើយគ្នាកុំអាមនេះអានេះសើថាគេលក់ឯណាគ្នានេះពេលយើងចុចហ្នឹងអស់លុយអញ្ចឹងដើម្បីកុំឲ្យអស់លុយអ្នកគ្នាមកមើលកន្លែងលើនេះឃើញសញ្ញានេះអត់សញ្ញាខ្វែងហ្នឹងឯងយើងចុចខ្វែងហ្នឹងមកបើអត់ចង់អស់លុយយើងធ្វើ free នេះគ្នាមិនបាច់ទៅធ្វើអស់លុយអីទេអញ្ចឹងយើងចុចខ្វែងមកអូខេឃើញទេពេលចុចខ្វែងវាដើរយើងមិនបាច់ទៅប្រើអស់លុយអីទេអញ្ចឹងបន្ទាប់មកអ្នកគ្នាអានេះយើងចុចឲ្យគេ5អូខេនេះយើងអានេះគឺសារផ្សាយកម្មវិធីហើយតាអានេះមិញអត់ចូលមួយអានេះវិញណាចុះពេលយើងដើរចុចសញ្ញាខ្វែងហ្នឹងហើយវានឹងចេញមកបែបហ្នឹងឃើញសញ្ញាពណ៌បៃតងហ្នឹងអ្នកគ្នាចុចលើហ្នឹងមកអូខេអញ្ចឹងវាដើរបន្ទាប់ទេអូខេអញ្ចឹងឃើញវាលោតមកចេញផ្ទាំងអញ្ចឹងអ្នកគ្នាអូយកឡើងលើចេះអូឡើងលើអញ្ចឹងហើយអ្នកគ្នាមើលពាក្យថា save video យើងចុចលើហ្នឹងមកបន្ទាប់មកយើងចុចអូខេអូខេឥឡូវវីដេអូយើង download បានសម្រេចហើយគឺ download បានចប់ហើយអញ្ចឹងអ្នកគ្នាដឹងថាយើង download បានអត់អូខេអញ្ចឹងយើងទៅមើលក្នុង report យើងដោយសារខ្ញុំវាអត់សូវចេញនិយាយនេះនិយាយដាក់ដែរច្រឡំពាក្យអញ្ចឹងយើងចុចមើលកន្លែងនេះមករូបថតយើងមកទៅមើលវីដេអូយើង download មិញបានអត់នេះឃើញនេះគ្នាហ្នឹងហើយឃើញអត់មាននេះឃើញអត់មាន logo អត់មានអីលូតញីចាយទេអញ្ចឹងសម្រាប់បងប្អូនត្រូវការរកលុយតាម page download វីដេអូអញ្ចឹងណាផុសតាម page រកលុយអីអញ្ចឹងណា download អញ្ចឹងទៅអត់ជាប់ logo ទេហើយនេះវាជាវីដេអូយើង download មុនអត់ប្រើកម្មវិធី save TikTok យើង download យកមកឃើញវាជាប់នេះជាប់ logo ហើយអានេះយើង download មិញក្នុងកម្មវិធី save TikTok copy link ដាក់អញ្ចឹងវាអត់ជាប់ logo ទេអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេនេះសង្ឃឹមថាគ្នាយល់ថាខ្ញុំនិយាយរឿងនេះដែរវាច្រឡំពាក្យដែរអញ្ចឹងណាតែសង្ឃឹមអ្នកគ្នាយល់អញ្ចឹងវីដេអូការបង្រៀនពីរបៀបdownload វីដេអូយកពី TikTok មកឲ្យជាប់ logo គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអញ្ចឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ